សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយខ្ញុំរយៈស្មីទីប្រឹក្សាផ្នែកលក់រថយន្ត Ford ប្រចាំនៅក្រុមហ៊ុន MA Ford Cambodia ហើយថ្ងៃនេះដែរខ្ញុំនឹងលើកអំពី option ប្រព័ន្ធកាពីតាសដែលមានបំពាក់នៅលើរថយន្តមួយគ្រឿងនេះ Ford Ranger XL ស៊េរីឆ្នាំ2025តម្លៃត្រឹមតែ $37,900 ហើយពួកយើងនឹងធ្វើការតេស្តបើកបរសាកល្បងទៅលើស្ថានភាពផ្លូវដែលមានឧបសគ្គផ្ទាល់តែម្ដងចង់ដឹងថាយើងអាចស៊ូជាមួយនឹងឧបសគ្គបែបណាខ្លះតាមដានវីដេអូនេះជាមួយខ្ញុំបាទតបអញ្ចឹងមុននឹងយើងធ្វើការបើកតេស្តបើកបរសាកល្បងទៅស្ថានភាពផ្លូវដែលមានឧបសគ្គខ្ញុំសូមណែនាំទៅលើការប្រើប្រាស់ទៅលើប្រព័ន្ធកាពីតាសដែលមានបំពាក់នៅលើ Ford Ranger XL ស៊េរីឆ្នាំ2025នេះតែម្ដងអញ្ចឹងយើងមាន3គឺ 2H យើងប្រើក្នុងស្ថានភាពផ្លូវក្នុងក្រុងដូចជាផ្លូវកស៊ូផ្លូវបេតុងដែលវារត់ពងផ្នែកខាងក្រោយ 4H រត់ពង2ក្នុងស្ថានភាពផ្លូវដែលលំបាកមធ្យមដូចជាផ្លូវគ្រួសក្លុកផ្លូវបែកខុំស្បុកមន់អីយើងអាចកាច់មក 4H បានហើយមួយវិញទៀតគឺ 4L រត់ក្នុងស្ថានភាពផ្លូវដែលលំបាកឬមួយក៏ផ្លូវដែលយើងគិតថាវាជាប់ហុងហើយយើងអាចកាច់មក 4L នេះបានហើយតាក់ទងមួយការប្រើប្រាស់ទៅលើប្រព័ន្ធកាពីតាសនេះខ្ញុំនឹងតេស្តឲ្យបងប្អូនមើលទាំងអស់គ្នាទៅលើ function មួយដូចជា 2H 4H 4L អញ្ចឹងឥឡូវនេះយើងមកដល់ផ្លូវដែលមានឧបសគ្គទី1ហើយគឺយើងអាចប្រើជាមួយនឹង 4H បានដោយសារតែស្ថានភាពផ្លូវបែបនេះបើយើងប្រើតែ 2H គឺយើងប្រើបានទេប៉ុន្តែឡានវានឹងកវីកតុយវាអត់រត់ smooth ទេណាអញ្ចឹងយើងអាចកាច់ប្រើមក 4H បានចង់ដឹងថានៅពេលដែលខ្ញុំប្រើ 4H ឡាន XL 025នេះវាជំនះឧបសគ្គយ៉ាងម៉េចនោះតាមដានវីដេអូនេះជាមួយខ្ញុំបានអញ្ចឹងតាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើ 4H អញ្ចឹងបងបើកក្នុងល្បឿនក្រោម80 km ក្នុង1ម៉ោងតែយើងរៀងប្រអង្គែតិចយើងមិនបាច់ឈប់ឡានក៏បានដែរដោយសារតែវា see on the fly អញ្ចឹងបងប្អូនអាចកាត់ចូល 4H នេះយកតែម្ដងអញ្ចឹងនៅពេលដែលកាត់ចូល 4H នៅពេលដែលកាត់ចូលពងពី 4H ហ្នឹងវា 4x4 high range វានឹងបង្ហាញទៅលើ counter digital នេះហើយអញ្ចឹងហើយឡានរបស់យើងគឺរត់ពង2ហើយអញ្ចឹងបាទអញ្ចឹងវារត់ពង2ហើយអញ្ចឹងខ្ញុំនឹងសាកជាមួយនឹងស្ថានភាពផ្លូវនៅខាងមុខនោះអញ្ចឹង 4H មិញខ្ញុំបានតេស្តទៅលើស្ថានភាពផ្លូវមិញហើយវាលំបាកមួយជុំហើយខ្ញុំនឹងតេស្ត 4L 4x4 low range មួយទៀតទៅឧបសគ្គដីខ្សាច់នេះដោយសារតែឧបសគ្គដីខ្សាច់នេះយើងអត់ដឹងថាវាជាប់ឬមួយក៏អត់ជាប់ទេដោយសារតែឃើញខ្សាច់នេះវាថ្មីដែរចង់ដឹងថាឡាននេះវាអាចស៊ូជាមួយនឹងឧបសគ្គដីខ្សាច់នេះបានដែលខ្ញុំប្រើ 4L វាដំណើរការយ៉ាងណានោះតាមដានវីដេអូនេះជាមួយខ្ញុំបាទតអញ្ចឹងដើម្បីដាក់មក 4L បងប្អូនត្រូវតែឈប់ឡានសិនហើយបន្តមកទៀតបងប្អូនត្រូវទាញចង្កឹះលេខមកអក្សរ N បាទយើងទាញចង្កឹះលេខមកអក្សរ N ហើយយើងកាត់ចូល 4L automatic តែម្ដងអញ្ចឹងcounter digital វានឹងប្រាប់ថាឡានរបស់បងប្អូនចូល 4L ហើយ 4x4 low range អញ្ចឹងវានឹងបិទទៅលើប្រព័ន្ធទប់លំនឹងហើយចង់ដឹងថាឡាននេះវាខ្លាំងកម្រិតណាស៊ូជាមួយនឹងខ្សាច់នេះកម្រិតណាមើលវីដេអូនេះខ្ញុំបាទអញ្ចឹងបន្ទាប់ពីយើងប្រើក្នុងស្ថានភាពផ្លូវដែលពិបាកហើយយើងជាប់ 4L តែបើសិនជាបងប្អូនរើចេញពីឧបសគ្គហើយបងប្អូនចង់ដោះ 4L វិញអញ្ចឹងដោះ 4L វិញបងប្អូនគ្រាន់តែទាញចង្កឹះលេខមកអក្សរ N ដដែលមកហើយមួលទៅលើប្រព័ន្ធកាពីតាសមួយណាដែលបងប្អូនប្រើប្រាស់អញ្ចឹងនេះខ្ញុំមួលមក 2H វិញដោយសារតែស្ថានភាពផ្លូវមុខវាស្រួលវិញណាហើយអានេះប្រព័ន្ធកាពីតាសវានឹងមក 2H វិញហើយវានឹងបង្ហាញនៅលើ counter digital ហើយអញ្ចឹងទាំងអស់នេះគឺជាប្រព័ន្ធកាពីតាសដែលមានបំពាក់នៅលើរថយន្តតម្លៃ$37,900របស់អាមេរិកគឺ Ford Ranger XL ស៊េរីឆ្នាំ2025នេះហើយបើសិនជាបងប្អូនត្រូវការតេស្តបើកបរសាកល្បងបងប្អូនចង់អញ្ជើញមកមើលរថយន្តផ្ទាល់យើងអាចមានរថយន្តនេះសម្រាប់តេស្តបើកបរសាកល្បងជាមួយនឹងមើលផ្ទាល់ផងបានដែរហើយការបង់ប្រចាំខែត្រឹមតែ$200ជាងតែប៉ុណ្ណោះហើយបើសិនជាបងប្អូនចង់បានព័ត៌មានលម្អិតទំនាក់ទំនងលេខទូរស័ព្ទខាងលើជួបគ្នានៅវីដេអូក្រោយ